ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយទៀតយកមកចែករំលែកបងប្អូនទាំងអស់គ្នាបាទគឺពីរបៀបធ្វើស្ងោរស៊ុបល្ហុងឆ្អឹងជំនីជ្រូកបាទហើយគ្រឿងផ្សំសំខាន់របស់យើងគឺមានល្ហុងបាទមានឆ្អឹងជំនីជ្រូកបាទជាមួយនឹងស្លឹកក្រូចសើចរំដេងខ្ទឹមសប្រេងឆាអំបិលស្ករទឹកត្រីប៊ីចេងដុំស៊ុបខ្នុរនិងម្សៅស៊ុបពីស៊ុបឥឡូវយើងចាប់ផ្ដើមដោមខ្ទឹមសហើយខ្ទឹមនឹងយើងត្រូវដោមវាយកសម្បកចេញឲ្យស្អាតបាទហើយចិញ្ច្រាំវាឲ្យម៉ត់មកសម្រាប់ម្ហូបមួយនេះគ្រួសារខ្ញុំចូលចិត្តមែនទែនបងប្អូនទាំងអស់គ្នាបាទវាងាយស្រួលធ្វើហើយមានរសជាតិឆ្ងាញ់បាទហើយគ្រឿងផ្សំយើងក៏មិនចាំបាច់ទៅរកអីណានៃច្រើនដែរបាទឥឡូវយើងធ្វើការកាប់សាច់ឆ្អឹងជំនីនឹងមកបាទកាត់វាជាដុំតាមចំណង់ចំណូលចិត្តបងប្អូនមកបាទសម្រាប់ខ្ញុំកាប់វារាងធំបន្តិចបាទដើម្បីយើងដួសមកវាមានសាច់មានអីចឹងណាបងប្អូនជំនីជ្រូកនេះទិញមកបានសាច់យ៉ាងច្រើនបងប្អូនបាទមានសាច់ជាប់ច្រើនមែនទែនបាទហើយយើងចាប់ដើមហាន់រំដេងបាទសម្រាប់រំដេងនេះបងប្អូនហាន់វាជាបន្ទះស្ដើងក៏បានឬមួយក៏ហាន់ជាដុំចេះបាទកាត់វាជាដុំហើយយើងដំវាបំបែកវាឲ្យបែកចឹងទៅបាទដើម្បីងាយស្រួលយើងយកទៅធ្វើការបំពងជាមួយនឹងខ្ទឹមបាទហើយចំណែកល្ហុងនេះក៏អញ្ចឹងដែរបងប្អូនបាទខ្ញុំកាត់រាងធំបន្តិចបាទខ្ញុំចូលចិត្តដុំធំសម្រាប់បងប្អូនវិញចង់បានដុំប៉ុណ្ណាកាត់តាមចិត្តបងប្អូនចង់បានមកបាទបើសិនជាយើងកាត់ដុំតូចបាទពេលយើងរំងាស់ទៅវារាងផុយតិចទៅវាអាចនឹងបែកអស់ហ្នឹងហើយអញ្ចឹងយើងកាប់រាងធំតិចមកបាទសម្រាប់ល្ហុងនេះគឺយើងប្រើល្ហុងរាងចាស់ល្មមបងប្អូនបាទកុំខ្ចីពេកហើយកុំចាស់ដល់ថ្នាក់ស្គៀលពេកក៏អត់ឆ្ងាញ់ដែរបងប្អូនហ្នឹងហើយយើងយកសាច់ល្ហុងជ្រើសរើសយកល្ហុងដែលចាស់ល្មមហ្នឹងហើយយើងធ្វើការស្ងោរទៅនឹងតែឆ្ងាញ់ហ្មងបងប្អូនបាទបន្ទាប់មកទៀតយើងធ្វើការកាច់ហ្គាសហើយយើងដាក់ឆ្នាំងចូលបាទឆ្នាំងហ្នឹងបងប្អូនដុតភ្លើងឲ្យរាងក្តៅបន្តិចបងប្អូនដាក់ប្រេងឆាចូលមកហ្នឹងហើយដាក់ប្រេងឆាហើយបងប្អូនដាក់ខ្ទឹមចូលខ្ទឹមដែលយើងហាន់មិញហ្នឹងបងប្អូនបាទហើយយើងដាក់ជាមួយនឹងរំដេងបាទយើងធ្វើការបំពងវាឲ្យរាងឡើងឈ្ងុយបន្តិចទៅបងប្អូនបាទយើងធ្វើអញ្ចឹងដើម្បីឲ្យម្ហូបរបស់យើងពេលយើងហូបទៅមានរសជាតិឈ្ងុយហ្មងបងប្អូនបាទឈ្ងុយខ្ទឹមឈ្ងុយរំដេងដែលយើងបំពងហ្នឹងហើយស្លឹកក្រូចសើចក៏យ៉ាងដែរយើងដាក់ទៅជាមួយហើយយើងបើកភ្លើងតិចល្មមបាទយើងធ្វើការកូរបំពងវាឲ្យវាឡើងឈ្ងុយណាបងប្អូនបាទឲ្យវាខ្ទឹមនឹងឡើងក្រហមរំដេងនឹងឡើងក្រហមឲ្យស្លឹកក្រូចសើចរៀងឡើងក្រៀមបន្តិចទៅបាទពេលដែលយើងកូរឈ្ងុយទៅម្ហូបយើងក៏វាឈ្ងុយទៅតាមនឹងដែរបាទហើយបងប្អូនបន្ថែមទឹកបន្តិចមកបាទទឹកហ្នឹងអត់ទាន់ដាក់ច្រើនពេកទេបងប្អូនបាទគឺយើងដាក់ដើម្បីកុំឲ្យតែវាខ្លោចទេហ្នឹងហើយបាទបន្តមកទៀតយើងធ្វើការចាក់សាច់ជ្រូកយើងចូលបាទចាក់សាច់ឆ្អឹងចំណីយើងហ្នឹងបាទយើងចាក់ចូលទៅហើយយើងធ្វើការកូរវាបន្តិចទៀតបងប្អូនបាទយើងកូរវាឲ្យសាច់ហ្នឹងវាឡើងរាងឆ្អិនបន្តិចណាបាទហើយបើសិនជាធ្វើទៅមានការខុសឆ្គងពីបងប្អូនទាំងអស់គ្នាបាទក៏សូមខន្តីអភ័យទោសនឹងឯពួកអីខ្ញុំធ្វើនេះតាមរបៀបដែលខ្ញុំដឹងនិងខ្ញុំចេះតែប៉ុណ្្នឹងឯងហើយមិនដឹងថាត្រូវតាមក្បួនតាមស្តង់ដារគេឬក៏អត់ក៏អត់ដឹងដែរបងប្អូនណាហ្នឹងហើយតាមពិតទៅម្ហូបដែលយើងធ្វើហ្នឹងគឺថាទម្លាប់យើងធ្វើមិនគឺយើងធ្វើអញ្ចឹងបាទបងប្អូនខ្លះគាត់ធ្វើអញ្ចេះទៅគាត់ដាក់នេះមុនគាត់ដាក់នោះមុនអញ្ចឹងទៅណាហ្នឹងហើយតាមពិតទៅរឿងនេះវាមិនសំខាន់ទេបងប្អូនបាទបងប្អូនធ្វើមិនឆ្ងាញ់គឺបងប្អូនទម្លាប់ធ្វើអញ្ចឹងទៅអត់មានអីខុសឆ្គងទេហ្នឹងហើយគ្មានក្បួនគ្មានខ្នាតអីណាទេហ្នឹងហើយឥឡូវល្ហុងហ្នឹងយើងដាក់ចូលហើយយើងកូរវាច្បល់ទៅហើយយើងចាក់ទឹកវាហើយទឹកនេះដែរខ្ញុំចាក់រៀងច្រើនបន្តិចបាទព្រោះអីខ្ញុំត្រូវការរំងាស់វាឲ្យយូរបាទពេលដែលយូរទៅវានឹងរីងបាទឥឡូវយើងដុតភ្លើងឲ្យវាពុះហើយយើងមើលបើសិនជាមានពពុះបាទយើងស្រង់ពពុះចេញបាទតែវាអត់ទាន់មានពពុះទេបាទអត់មានពពុះទេហ្នឹងហើយបាទហើយយើងគ្របវាទុកវិញហើយយើងដុតភ្លើងរំងាស់វាទៀតបាទចំណែកគ្រឿងខ្ញុំអត់ទាន់មានដាក់អីចូលទេបងប្អូនបាទស្ករទឹកត្រីប៊ីចេងអីខ្ញុំនៅអត់ទាន់បានដាក់ទេបាទបើសិនជាយើងដាក់ពេលដែលយើងរំងាស់ទៅល្ហុងហ្នឹងវាមិនងាយផុយទេបងប្អូនបាទកាលណាដែលមានរសជាតិប្រៃនៅក្នុងហ្នឹងបាទវាធ្វើឲ្យល្ហុងយើងវាអត់ងាយផុយទេបាទយើងត្រូវប្រើពេលយូរដើម្បីរំងាស់បើសិនជាបងប្អូនអត់ទាន់ដាក់អំបិលបាទគឺល្ហុងយើងហ្នឹងវានឹងផុយលឿនបាទនេះខ្ញុំទម្លាប់ធ្វើអញ្ចឹងបងប្អូនបាទយើងមានរយៈពេលខ្លីបាទយើងស្ងោរចង់បានឆាប់ហូបណាបងប្អូនគឺយើងត្រូវរំងាស់ដោយទឹកសាបបាទបន្ទាប់ពីបានរំងាស់បានរៀងផុយហើយបងប្អូនបាទយើងចាក់មើលទៅថាបើសិនជាផុយហើយទើបយើងដាក់គ្រឿងចូលបាទគឺមានដុំស៊ុបខ្នុរម្សៅស៊ុបគីស៊ុប
ម្សៅស៊ុបគីស៊ុបខ្ញុំដាក់មកកញ្ចប់ដុំស៊ុបខ្នុរម្ដុំបាទហើយមានស្ករមានប៊ីចេងបាទមានអំបិលហ្នឹងហើយបងប្អូនដាក់តាមចំណូលចិត្តបងប្អូនបាទបងប្អូនចង់បានប៉ុន្មានបងប្អូនដាក់តាមចំណង់ចំណូលចិត្តបងប្អូនមកបាទជាមួយនឹងទឹកត្រីបន្តិចហើយទឹកត្រីនេះដែរខ្ញុំដាក់តែបរិមាណតិចទេបងប្អូនបាទព្រោះអីយើងមានដុំស៊ុបខ្នុរផងបាទយើងមានម្សៅស៊ុបគីស៊ុបផងបាទពួកហ្នឹងសិតតែប្រៃហើយបើសិនជាយើងដាក់អំបិលច្រើនទៀតបាទដាក់ទឹកត្រីច្រើនទៀតគឺវាប្រៃបន្ទាប់ពីយើងបានដាក់គ្រឿងរួចរាល់ហើយយើងធ្វើការដុតភ្លើងរំងាស់វាប្រហែលជា4-5នាទីទៀតដើម្បីឲ្យវាចូលជាតិល្អជាមួយនឹងសាច់ជាមួយនឹងបន្លែរបស់យើងបាទតែប៉ុណ្្នឹងជាការស្រេចបងប្អូនគ្រាន់តែបន្ថែមជាមួយនឹងជីអាណាឬមួយស្លឹកខ្ទឹមបន្តិចមកជាការរួចរាល់បាទបងប្អូននឹងទទួលបានមុខម្ហូបស្ងោរស៊ុបល្ហុងជាមួយនឹងសាច់ឆ្អឹងជំនីជ្រូកយ៉ាងឆ្ងាញ់ពិសាសម្រាប់បងប្អូនដែលពេញចិត្តវីដេអូមួយនេះបាទកុំភ្លេចជួយចុច Subscribe YouTube ម្នាក់មួយផងឬ Follow Facebook Page BSK Shop ម្នាក់មួយផងបងប្អូនណាបាទហើយបើសិនធ្វើទៅមានការខុសឆ្គងឬនិយាយស្ដីខុសឆ្គងយ៉ាងណាក៏សូមខន្តីអភ័យទោសផងដែរបាទជម្រាបលាបាយបាយ